ជំរាបសួរចាមកសារជាថ្មីជួបបងប្អូនជាទីស្រឡាញ់របស់ខ្ញុំទៀតហើយណាចាអញ្ចឹងថ្ងៃនេះខ្ញុំចែកម្លែកអំពីការដែលយើងកាត់បន្ថយ stress ភាពស្មុគស្មាញដោយការលោតណាបងប្អូនណាចាអញ្ចឹងខ្ញុំប្រាប់វិធីនេះនិងក្បួននេះដើម្បីឲ្យបងប្អូនស្រួលខ្លួនហើយសុខភាពល្អទៀតតាក់ទងជាមួយនឹងអ្វីដែលខ្ញុំប្រាប់នេះគឺធ្វើឲ្យអារម្មណ៍របស់យើងស្រស់ស្រាយធ្វើឲ្យកាយរបស់យើងគឺមានសុខភាពល្អរឹងមាំអញ្ចឹងបងប្អូនកុំភ្លេចណាអ្នកចូលមកចុច Subscribe YouTube របស់ខ្ញុំមួយដើម្បីទុកជាផ្ទះរបស់បងប្អូនដើម្បីចេញចូលបានតាមសេរីរាល់ការផុសរបស់ខ្ញុំគឺបងប្អូនតែងតែទទួលបានវីដេអូលោតតឹងបងប្អូនឃើញនៅពេលបងប្អូនចុច Subscribe នៅពេលបងប្អូនអត់ចុចអត់ឃើញទេតើតើបងប្អូនចង់រកតើបងប្អូនវាយរកតែបើសិនជាបងប្អូនចុច Subscribe ហើយពេលខ្ញុំផុសវីដេអូម៉ោងណាពេលណាវេលាណាវិនាទីណាផុសស្មើណាគឺបងប្អូនឃើញទាំងអស់ចាឃើញតន់ចិត្តលឿនតែម្ដងណាចាអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកបងប្អូនកុំឲ្យខាតពេលវេលាយូរយើងចូលប្រធានបទដែលខ្ញុំត្រូវចែករំលែកថ្ងៃនេះអំពីការលោតបងប្អូនការលោតហ្នឹងណាធ្វើឲ្យយើងក្មេងធ្វើឲ្យយើងគេហៅថាក្រចាស់មិនថាស្បែកមុខរបស់យើងដងខ្លួនរបស់យើងនេះគឺគេហៅថាល្អបងប្អូនមួយថ្ងៃបងប្អូនលោតធ្វើម៉េចឲ្យបាន100ដង200ដងរឹតតែល្អបងប្អូនលោតទៅលើអញ្ចឹងលោតត្រឹបលោតទី1ធ្វើឲ្យតែសៃទៅសងនៅក្នុងខ្លួនរបស់យើងគឺមានចលនាដើរល្អទី2គឺជួយឲ្យក្បាលពោះរបស់យើងស្រកគឺជួយឲ្យក្បាលពោះរបស់យើងស្រកជួយឲ្យចលនាបេះដូងយើងដកដង្ហើមបានលូនតែបើសិនបើបងប្អូនធ្វើទៅដោយបខំអានោះប្រយ័ត្នប៉ះពាល់ធ្វើឲ្យបងប្អូនហត់ណាអញ្ចឹងបងប្អូនលោតបងប្អូនចេះដឹងខ្លួនឯងហ្នឹងហើយលោតធ្វើម៉េចដែលអត់ប៉ះពាល់ទៅនឹងសុខភាពរបស់បងប្អូនណាយើងលោតទៅលើត្រឹបព្រលឹមឡើងក៏បានល្ងាចឡើងក៏បានថ្ងៃឡើងក៏បាននិយាយរួមទៅឲ្យយើងមានពេលតែអ្វីដែលទទួលបាននៅគេហៅថាធ្វើឲ្យយើងរំសាយចិត្តនិងរំសាយអារម្មណ៍បានល្អគឺនៅពេលព្រឹកហើយពេលយើងភ្ញាក់ពីគេងណាធ្វើឲ្យស្បែកមុខរបស់យើងតឹងធ្វើឲ្យដងខ្លួនរបស់យើងហ្នឹងគឺថារាងកាយរបស់យើងហ្នឹងគឺដុតបំផ្លាញនៃជាតិខ្លាញ់នៃការលោតចាអញ្ចឹងគឺវាគ្រាន់តែជាការចែកម្លែករបស់ខ្ញុំទៅកាន់បងប្អូនវាជារឿងពិតគ្រាន់តែជាការលោតបងប្អូនទៅមើលឃ្លីបខ្ញុំពីមុននឹងឥឡូវថាវាខុសគ្នាបែបណាសំខាន់គឺថែរក្សាសុខភាពបែបធម្មជាតិអត់បានទៅវះកាត់អត់បានទៅចាក់អត់បានទៅប៊ូថុកអត់បានទៅអីទេប៉ុន្តែធ្វើស្បែកមុខរបស់យើងបែបធម្មជាតិប៉ុន្តែយើងនៅតែប្រើគ្រីមដដែលណាអត់អាចអត់គ្រីមបានទេបងប្អូនគ្រីមត្រូវតែលាបជាប្រចាំថ្ងៃអត់អីបានអត់ចោះតែកុំឲ្យអត់ UV ការពារកម្ដៅថ្ងៃពីព្រោះក្ដៅខ្លាំងមែនតើណាបងប្អូនណាចាអញ្ចឹងគឺបងប្អូនត្រូវថែសារសុខភាពបែបធម្មជាតិបែបហ្នឹងគឺល្អបំផុតសម្រាប់បងប្អូនដែលគាត់រវល់យ៉ាងណាក៏ត្រូវតែយកសុខភាពនេះជាចម្បងដូចខ្ញុំបានចែកម្លែកបងប្អូនគ្រប់វីដេអូអញ្ចឹងកាលណាដែលយើងអត់សុខភាពហើយគឺអត់អ្វីៗគ្រប់យ៉ាងគឺជាការពិតអត់សុខភាពហើយអត់អ្វីៗគ្រប់យ៉ាងទៅធ្វើការក៏អត់កើតចំណូលក៏អត់មានតែចំណាយអាចចំណាយនោះអត់ដឹងរកមកពីណាទៀតបើយើងទៅរកវាអត់បានណាសុខភាពយើងអត់ល្អនេះគឺជាចំណុចសំខាន់ណាបងប្អូនអញ្ចឹងបងប្អូនព្យាយាមលោតរាល់ថ្ងៃទៅមួយថ្ងៃ100មួយថ្ងៃ200ទៅលោតផ្លឹបលោតតែបន្តិច100ឯងបងប្អូនដោយសារតែខ្ញុំអនុវត្តរាល់ថ្ងៃលោតតែបន្តិច100លោតតែបន្តិច100អញ្ចឹងមួយថ្ងៃឯងចង់3 400ធ្វើយើងក្រចាស់ធ្វើសុខភាពយើងល្អចាធ្វើឲ្យកម្លាំងរបស់យើងរឹងមាំបងប្អូនអត់ជឿបងប្អូនសាកលោតបើបងប្អូនមានក្បាលពោះច្រើនវិញណាលោតទៅក្បាលពោះផ្លិតចាគឺធ្វើឲ្យយើងជួយដុតបំផ្លាញជាតិខ្លាញ់ចាអានឹងគឺដូចជាការហាត់ប្រាណចឹងហើយវាជួយសម្រួលនៅស្តេសនៅក្នុងខួរក្បាលរបស់យើងអត្ថប្រយោជន៍នៃការលោតបងប្អូនសាកអនុវត្តសាកមើលទៅនឹងឃើញផលវាពិតជាមានសារៈសំខាន់សម្រាប់យើងមែនតើចំពោះការលោតនេះគឺវាជាបទពិសោធន៍ខ្ញុំហើយបងប្អូនក៏ធ្លាប់ស្គាល់ខ្ញុំមួយចំនួនដែរហើយអញ្ចឹងដឹងហើយថាខ្ញុំពីមុននឹងឥឡូវវាខុសគ្នាបែបណាអញ្ចឹងណាអញ្ចឹងបងប្អូនអនុវត្តធ្វើសាកមើលទៅអ្វីដែលខ្ញុំចែកលេខបងប្អូនគឺសំខាន់មែនតើ
គឺសំខាន់ណាស់បងប្អូនសុខភាពគឺសំខាន់ណាអញ្ចឹងបានថាបងប្អូនស្រឡាញ់សុខភាពដូចបងប្អូនស្រឡាញ់ទ្រព្យសម្បត្តិខ្លួនឯងដូចបងប្អូនស្រឡាញ់មុខរបរខ្លួនឯងដូចបងប្អូនស្រឡាញ់នៅភាពរីកចម្រើនខ្លួនឯងអញ្ចឹងណាបងប្អូននេះខ្ញុំចែករំលែកអំពីអត្ថប្រយោជន៍នៃការលោតវាពិតជាជួយឲ្យយើងគេហៅថាស្រស់ស្រាយមែនទែនសំខាន់គឺពេលព្រឹកឡើងយើងគិតអីអត់ចាញ់យើងមានអ្វីដែលយើងគួរអាចអនុវត្តបានយើងមានស្រាប់ហើយនៅក្នុងខ្លួនរបស់យើងអនុវត្តចេញមកចាចំណាយពេលត្រឹមតែនិយាយរួមទៅ100នោះដល់5នាទីទេបងប្អូនគឺ100ហើយខ្ញុំផ្ទៀងម៉ោងភ្លេចបាត់ហើយតែបន្តិចទេបងប្អូនគឺ100បាត់ហើយលូតផ្លិតនៅពេលបងប្អូនលូតណាបងប្អូនពង្រឹងជាមួយនឹងក្បាលពោះបងប្អូនណាពង្រឹងមួយក្បាលពោះបងប្អូនលូតហើយធ្វើបងប្អូនសុខភាពល្អវាជារឿងពិតមែនចាអានេះខ្ញុំចែករំលែកក្បាលវីដេអូប៉ុណ្ណឹងជាមួយនឹងការចែករំលែកអំពីការលោតធ្វើឲ្យសុខភាពល្អធ្វើឲ្យកាត់បន្ថយនៃការ stress ហ្នឹងហើយបងប្អូនកុំភ្លេចដូចខ្ញុំបាននិយាយចឹងបើសិនជាបងប្អូនអ្នកប្រើច្បាប់ស្រូបទាញណាពាក្យអរគុណមិនអាចបំភ្លេចបានការសូត្រពាក្យថាមិនអាចចោលបាននិយាយរួមទៅគឺរស់នៅជាមួយយើងអនុវត្តរាល់ថ្ងៃយើងមានក្តីសុខរាល់ថ្ងៃយើងបានធូរស្រាលអារម្មណ៍ប្រសិនបើបងប្អូនបានមើលគ្រប់คลิปដែលខ្ញុំបានចែករំលែកហើយបងប្អូនគិតថាคลิปមួយណាដែលត្រូវជាមួយនឹងបងប្អូនសាក comment មកចាឬក៏បងប្អូនចង់សួរអីបងប្អូនអាច comment នៅខាងក្រោមនឹងបានខ្ញុំលើកពី comment របស់បងប្អូនយកមកចែករំលែកទូទៅដល់បងប្អូនយើងទាំងអស់គ្នាចឹងបានថាសង្គមយើងមួយនេះនៅពេលយើងចែករំលែកអ្វីល្អខ្លួនយើងផ្ទាល់នេះក៏ទទួលបាននៅអ្វីដែលល្អហើយអ្នកដែលកំពុងតែស្ដាប់ក៏ទទួលបាននៅអ្វីដែលល្អចុះបើសិនជាយើងចែកអ្វីដែលជាភាពគេហៅថាអវិជ្ជមានដោយប្រការណាមួយ2 3 4 5អីចឹងទៅអញ្ចឹងយើងអ្នកស្ដាប់នេះក៏អារម្មណ៍របស់យើងទៅស្រូបទាញទៅបើកជញ្ជក់យកអារម្មណ៍មួយហ្នឹងដូចគ្នាអញ្ចឹងណាអញ្ចឹងក្នុងការដែលយើងផ្គត់ផ្គង់ដឹកនាំចិត្តគំនិតរបស់យើងប្រចាំថ្ងៃហ្នឹងណាយើងត្រូវការបញ្ចុកបញ្ស៊ីតើអ្វីដែលល្អហើយបើថាមិនល្អនេះគឺយើងទទួលបានអ្វីដែលមិនល្អសម្រាប់ខ្លួនយើងថ្ងៃនេះខ្ញុំពិតជាអរគុណខ្លួនឯងមែនទែនដែលខ្ញុំបានព្យាយាមគិតខ្លួនឯងថាធ្វើម៉េចខ្ញុំអនុវត្តឲ្យបានខ្ជាប់ខ្ជួនទោះបីពេលវេលារវល់ប៉ុណ្ណាខ្ញុំត្រូវតែឆ្លៀតដោយយប់មិញដែលខ្ញុំចែករំលែកคลิปបងប្អូនហ្នឹងម៉ោង 9:40 ជាង 7:10 ក៏ខ្ញុំនៅតែឆ្លៀតបើមុនវិញណាបងប្អូនអត់ទេណាតែដល់ម៉ោងហ្នឹងហើយគឺអស់កម្លាំងហើយគឺងឹតទឹកហើយគេងពេលខ្លះអត់បានគេងទៀតនៅលើជាមួយនឹងទូរស័ព្ទហ្នឹងណាហ្នឹងហើយទូរស័ព្ទមិនមើលអត់ប្រយោជន៍ទេថាយើងមើលអីបែបគេហៅថានេះទៅវាតាក់ទងជាមួយនឹងផលប្រយោជន៍ដល់យើងដែរភាពវិជ្ជមានដល់យើងដែរប៉ុន្តែគេហៅថាមនុស្សយើងគឺលេសអ្វីដែលអាចធ្វើបានឆ្លៀតធំតាកន្លះម៉ោងឬក៏20នាទីអាចធ្វើតែយើងឆ្លៀតអត់បានយើងរលេសមកឲ្យខ្លួនឯងណាតែឥឡូវអត់តែខ្ញុំព្យាយាម clear ឥឡូវបងប្អូនចាំមើលទៅចាប់ពីពេលនេះតទៅខ្ញុំនឹងព្យាយាមចាផុសវីដេអូជូនការលើកទឹកចិត្តក៏ដូចជាការប្រើច្បាប់ស្រូបទាញទៅជាមួយបងប្អូនរឿយខ្ញុំឬក៏ខ្ញុំអាចចែករំលែកនៅអ្វីផ្សេងថ្មីបន្តទៅទៀតបានប៉ុន្តែអ្វីដែលសំខាន់ដែលខ្ញុំបដោតបច្ចុប្បន្នសប្តាហ៍ថ្ងៃហ្នឹងណាបងប្អូនដែលរស់នៅជាមួយខ្ញុំក៏ដូចជារស់នៅជាមួយបងប្អូនដែលខ្ញុំគូទៅចែករំលែកហ្នឹងណាគឺអំពីផ្លូវចិត្តនឹងឯងអំពីភាពរឹងមាំអំពីការស្គាល់ខ្លួនឯងនិយាយរួមទៅអាការដែលស្គាល់ខ្លួនឯងនេះមិនថាចាស់មិនថាក្មេងទេបងប្អូនអ្នកដែលអត់ស្គាល់ខ្លួនឯងហ្នឹងគឺអត់ស្គាល់រហូតដល់ចាស់និយាយមែនណារហូតដល់ចាស់អាយុ50អាយុ60ហើយនៅតែអត់ស្គាល់ខ្លួនឯងទេតែនៅពេលស្គាល់ខ្លួនឯងហើយចង់និយាយថាអ្វីដូចចង់យឺតមែនអត់បងប្អូនតម្រាំដឹងខ្លួនអ្វីដូចចង់យឺតអស់អាលីងចុះយើងទៅគិតអីឲ្យវាបានល្អដូចនៅក្មេងមិនបានបើដល់អាយុ50 60ចិត្តហើយហ្នឹងមែនអត់បងប្អូនចាអ្វីដែលខ្ញុំចែកលេខទៅបងប្អូនគឺខ្ញុំមានសេចក្តីសុខជាមួយនៅអ្វីដែលខ្ញុំធ្វើហ្នឹងណាបងប្អូនដូចខ្ញុំបានធ្លាប់ប្រាប់បងប្អូនពីមុនមកអញ្ចឹងថាខ្ញុំគឺចូលចិត្តចាចែករំលែកផ្លូវចិត្តនេះគឺវាជារឿងសំខាន់សម្រាប់ខ្ញុំហើយអ្វីដែលជាពិសេសគឺមនុស្សយើងម្នាក់ទូទាំងពិភពលោកគឺត្រូវការកម្លាំងចិត្តត្រូវការផ្លូវចិត្តនេះរឹងមាំខ្លាំងណាមិនថាសះអីទេបងប្អូនការលើកទឹកចិត្តនេះគឺដូចបានធ្វើបុណ្យចឹងដូចបានធ្វើបុណ្យ100វត្តចឹងបើសិនជាយើងធ្វើទៅអស់ពីចិត្តយើងចែករំលែកឲ្យអស់ពីចិត្តហើយសួរថាគ្រប់គ្នាអាចធ្វើបានគ្រប់គ្នាមិនអាចទេបងប្អូនអ្នកចែករំលែក
អំពីបញ្ហាមេរៀនផ្សេងអ្នកចែកម្លែកអំពីរឿងផ្លូវចិត្តហ្នឹងគឺកម្រមានណាបងប្អូនមិនមែនថាខ្ញុំសរសើរខ្លួនឯងទេចង់និយាយថាមនុស្សពិបាកធ្វើបានជួបបទពិសោធន៍ច្រើនគិតអីមិនចាញ់ទេហ្នឹងហើយប្រឹងតែមុខរបរការងារហើយអ្វីដែលគេមានពេលទៅនេមកចែកម្លែកគេអត់មានពេលទេចាបើគេមានពេលគេចែកម្លែកហើយអ្វីដែលជាពិសេសទៀតបំផុតនោះគឺគេខំប្រឹងចាគេខំប្រឹងជាមួយមុខរបរគេខំប្រឹងអនុវត្តនៅខ្លួនគេចំពោះខ្ញុំវិញគឺខ្ញុំចង់អញ្ចឹងចង់ថាមនុស្សយើងបើមានចំណង់ចង់ធ្វើអីហើយបងប្អូនគឺធ្វើតតបាននឹងឯងបងប្អូនក៏ដូចគ្នាបើថាចង់បានអីហើយចង់ធ្វើអីគឺព្យាយាមតតបាននឹងឯងអាហ្នឹងមិនអាចកែប្រែនៅចំណង់របស់យើងបានទេមែនអត់បងប្អូនចាដូចបងប្អូនដូចគ្នាខ្ញុំដូចគ្នាហើយសួរថាអ្នកដែលចែកម្លែកផ្លូវចិត្តហ្នឹងមានប្រមាណមិនសូវជាមានទេបងប្អូនចាអ្វីដែលមានច្រើនបំផុតនោះគឺមានតែប្រសងទេមែនអត់មានតែប្រសងទេដែលដាច់ជគុណដែលព្រះអង្គជាយាមរកពេលវេលាចែកម្លែកទៅដល់ពុទ្ធបរិស័ទបើថាឲ្យប្រជាជនយើងជាមនុស្សម្នាធម្មតាមិនងាយមានពេលហើយក៏មិនងាយរកឱកាសក្នុងការចែកម្លែកនឹងដែរតើតាដូចខ្ញុំនិយាយចឹងតើតាអ្នកដែលគិតថាចង់ខាងហ្នឹងចង់ទើបចំណាយពេលបានណាអ្វីដែលយើងជ្រើសរើសគឺខុសគ្នាបងប្អូនអត់ដូចគ្នាខ្ញុំជ្រើសរើសបែបខ្ញុំបងប្អូនជ្រើសរើសបែបបងប្អូនចឹងទៅហើយអ្វីដែលយើងទទួលបានហ្នឹងគឺសេចក្តីសុខរៀងៗខ្លួននៅអ្វីដែលយើងចង់ធ្វើនៅអ្វីដែលយើងចង់បានខ្ញុំជឿថាខ្ញុំចែកម្លែករាល់ថ្ងៃខ្ញុំធ្វើរាល់ថ្ងៃបងប្អូនឃើញរាល់ថ្ងៃបងប្អូនស្ដាប់រាល់ថ្ងៃបងប្អូនក៏ទទួលបាននៅអ្វីដែលខ្ញុំចែកម្លែកនឹងរាល់ថ្ងៃអញ្ចឹងបងប្អូនស្រូបយកតែអ្វីដែលល្អហ្នឹងហើយយកតែអ្វីដែលជាវិជ្ជមានហ្នឹងហើយមែនអត់បានទៅយកអ្វីដែលអវិជ្ជមានទេដោយសារអីដោយសារតែបងប្អូនត្រូវការអញ្ចឹងដូចថាបងប្អូនត្រូវការដូចខ្ញុំអញ្ចឹងបងប្អូនបើកមកបងប្អូនឃើញខ្ញុំបងប្អូនក្រេបជញ្ជក់យកអញ្ចឹងបើសិនជាបងប្អូនត្រូវការរបៀបរបស់ផ្សេងត្រូវការអ្វីដែលផ្សេងអាជំនាញផ្សេងបងប្អូនទៅរកទៅស្រូបទៅរៀនអាជំនាញផ្សេងនឹងឯងអញ្ចឹងគឺចំណង់ចំណូលចិត្តវាអត់ដូចគ្នាទេវាខុសគ្នាបងប្អូនណាចាហើយអ្វីដែលជាពិសេសចំណង់ចំណូលចិត្តគឺខុសគ្នាប៉ុន្តែខ្ញុំជឿថាគោលបំណងសេចក្តីប្រាថ្នាភាពជោគជ័យខ្ញុំជឿថាមានគោលដៅតែមួយតែគោលបំណងខុសគ្នាមែនអត់បងប្អូនយើងមានគោលដៅតែមួយតែគោលបំណងខុសគ្នាដូច្នេះអ្វីដែលខ្ញុំចង់និយាយនេះកម្លាំងចិត្តត្រូវមកមុនអ្វីទាំងអស់កម្លាំងចិត្តសំខាន់ណាបងប្អូនធ្លាប់ឃើញទេអ្នកពិការនៅពេលឃើញអ្វីមួយដែលធ្វើឲ្យខ្លួនឯងទទួលបាននៅគេហៅថាសប្បាយរីករាយត្រេកអរឬក៏ភ្លេចខ្លួនណាคล้ายទៅជាមនុស្សអាចក្រោកដើរបានបងប្អូនធ្លាប់ឃើញទេគឺពិតមែនកម្លាំងចិត្តនេះគឺអស្ចារ្យណាកម្លាំងចិត្តណាអ្នកខ្លះទៀតបាក់ទឹកចិត្តរហូតដល់ថ្នាក់មានរឿងមានរាវអីគេហៅថាបន់ឲ្យខ្លួនឯងនេះក៏មានដង្ហើមទៀតឲ្យទៅរហូតអញ្ចឹងទៀតណាអញ្ចឹងបានថានៅពេលអ្នកណាម្នាក់ទៅលើកទឹកចិត្តឲ្យចំកន្លែងចំផ្លូវចំពូជចាចំពូជផលហ្នឹងណាគឺងើបមកភ្លាមហ្មងអានេះដូចយើងដាក់ជីអញ្ចឹងណាបងប្អូនណាយើងធ្វើដំណាំអីយើងដាក់ជីត្រូវគឺដំណាំនឹងលូតល្អចាគឺទ្រុលមកហ្មងចាចឹងថ្ងៃនេះមានតែប៉ុណ្ណឹងទេចែកលេខទៅកាន់បងប្អូនជូនពរក្នុងឱកាសឆ្នាំថ្មីឲ្យបងប្អូនរកទទួលទានមានបានសុខភាពល្អគ្រប់គ្នាគ្រប់ក្រុមគ្រួសារខ្ញុំស្រឡាញ់បងប្អូនខ្មែរខ្ញុំទាំងអស់គ្នា